ជំរាបសួរបងប្អូនកុមារនៅក្នុងថ្នាក់បឋមសិក្សាបាទអញ្ចឹងថ្ងៃនេះយើងមកអនុវត្តលំហាត់បន្តបាទលំហាត់នេះលំហាត់ហើយកណនាបាទប្រភេទបាទគឺការដកប្រភេទដែលមានភាគបែកដូចគ្នាតើយើងគួរធ្វើដូចម្ដេចបាទកាលពីមុនយើងបានធ្វើនៅប្រមាណទីបូកដែលមានភាគបែកដូចគ្នាបាទអញ្ចឹងសូមរំលឹកទៅខាងវិធីបូកប្រភេទដែលមានភាគបែកដូចគ្នាគឺយើងបូកភាគយកនិងភាគយករីឯភាគបែកយើងរក្សាវាទុកនៅដដែលក្រោយពីបូកហើយយើងអាចសម្រួលប្រភេទនោះប្រសិនបើនៅក្នុងករណីដែលយើងអាចសម្រួលបានមកអញ្ចឹងថ្ងៃនេះខ្ញុំមានលំហាត់4ភាគ12ដក7ភាគ12ឲ្យស្មើបាទអញ្ចឹងនេះជាការដកប្រភេទដែលមានភាគបែកដូចគ្នាបាទកន្លែងណាទៅដែលភាគបែកដូចគ្នាបាទគឺ12នេះបាទភាគបែក12នេះបាទហើយភាគយកគឺ14បាទហើយនឹង7ភាគយកទី2បាទអញ្ចឹងយើងត្រូវដកភាគយកបាទនឹងភាគយកភាគបែកនេះយើងរក្សាទុកនៅដដែលបាទយើងអត់ធ្វើវាទេបាទកន្លងមកបងប្អូននៅតែអត់ទាន់ទទួលបានដោយបងអូនយក14ភាគ12អញ្ចឹងមកបងអូនដកនឹង7ភាគ12បងអូនយកភាគយកដកភាគយកភាគបែកដកភាគបែកបាទអញ្ចឹងវាអត់ត្រឹមត្រូវទេបាទយើងត្រូវអនុវត្តតាមរូបមន្តនៅក្នុងការដកប្រភេទបាទបាទអញ្ចឹងឥឡូវយើងសរសេរនៅប្រភេទទី1បាទគឺ14បាទភាគ12បាទយើងដក7ភាគ12បាទស្មើបាទអញ្ចឹងយើងដកភាគយកដោយបានបង្ហាញនៅខាងមុខខាងអំបញ្ញមិញបាទយើងដកភាគយកនិងភាគយកហើយភាគបែកយើងរក្សាទុកនៅដែរអញ្ចឹងយើងភាគបែក12បាទយើងរក្សាវាសរសេរ12វិញបាទអញ្ចឹង14បាទយើងសេ14សញ្ញាដកនិង7បាទអញ្ចឹងយើងធ្វើវិធីធម្មតាបាទអញ្ចឹង14ដក7ស្មើនឹង7ភាគបែកទុកដដែលគឺស្មើ12បាទអញ្ចឹងចម្លើយវាឃើញបាទ7ភាគ12បាទអញ្ចឹងសម្រាប់លំហាត់បន្តបងប្អូនត្រូវធ្វើនៅខាងក្រោមនេះដែល16ភាគ25ដក9ភាគ25បាទស្មើអញ្ចឹងបងប្អូនកណនាមកបាទឬក៏ធ្វើប្រហែលនាទីបាទសូមអរគុណ